នៅក្នុងវីដេអូនេះខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នាពីវិធីដាក់ thumbnail នៅលើវីដេអូ short បងប្អូនខ្លះគាត់ក៏បានដឹងហើយតែបងប្អូនថ្មីៗគាត់មិនទាន់បានដឹងទេកុំឲ្យខាតពេលយូរយើងចូលទៅក្នុងកម្មវិធី YouTube ទាំងអស់គ្នាយើងរលេចមើលទៅខាងក្រោមយើងចុចសញ្ញាលេខបូកហើយបន្ទាប់មកទៀតយើងចុចអាននៅខាងឆ្វេងដៃចុចពាក្យថា add ខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនបន្តិចថានៅត្រង់នេះបងប្អូនអាចធ្វើ thumbnail ទុកឲ្យហើយតែម្ដងក៏បានដែរហើយបន្ទាប់ពីធ្វើ thumbnail រូបដែលបងប្អូនពេញចិត្តរួចរាល់ហើយបងប្អូនអាចបើកវីដេអូពាក្យថាវីដេអូចុចកន្លែង photo បើកថាវីដេអូហើយបន្ទាប់មកយើងនឹងជ្រើសរើសវីដេអូណាដែលបងប្អូនពេញចិត្តថានឹងបង្ហោះនិងត្រៀមសម្រាប់ដាក់ thumbnail ចូលទៅក្នុង YouTube Short ពេលដែលយើង select នៅលើវីដេអូរួចរាល់ហើយយើងចុចពាក្យថាដាន់បន្ទាប់ពីដាន់រួចរាល់ហើយយើងជ្រើសរើសcolor រូបភាពវីដេអូរបស់យើងទៅតាមអ្វីដែលយើងពេញចិត្តហើយបន្ទាប់មកទៀតយើងអាចចូលទៅក្នុងពាក្យ edit video តែម្ដងក៏បានដើម្បីយើងជ្រើសរើស thumbnail មួយណាដែលយើងពេញចិត្តឬមួយក៏យើងអាចចុចសញ្ញាព្រួញហើយយើងរើសរូបបាទ photo thumbnail ដែលយើងពេញចិត្តសម្រាប់ដាក់នៅលើវីដេអូ thumbnail របស់យើងពេលមកដល់ត្រង់កន្លែងនេះយើងអាចសេរីវាឲ្យខ្លីបន្តិចសម្រាប់យើងដាក់ thumbnail សេរីកន្លែងthumbnail photo របស់យើងហ្នឹងយើងសេរីវាឲ្យខ្លីបន្តិចទៅឲ្យក្បាលមុខហ្នឹងវាត្រឹមតែ3ទៅ2វិនាទីទៅពេលដែលយើងបានសេរីរួចរាល់ហើយយើងចុចសញ្ញាព្រួញនៅខាងស្ដាំដៃនៅខាងលើហើយដល់ពេលយើងចូលទៅណាបងប្អូនយើងបានហើយកន្លែង thumbnail ហ្នឹងគឺរូបអ្វីដែលយើងចង់បានហើយនៅកន្លែង title ហ្នឹងយើងអាចដាក់ caption នៅអ្វីដែលយើងចង់បានដាក់នៅការពិពណ៌នារបស់ title របស់យើងពេលដែលយើងវាយ title រួចរាល់ហើយយើងចូលទៅក្នុងកន្លែង select audience ហ្នឹងយើងចុច select audience យើងដាក់ពាក្យ no it's made not for kids ចូលទៅរៀបរៀងនៅកន្លែងទាំងអស់នេះទៅឬមួយក៏នៅកន្លែងពាក្យនៅខាងក្រោមនេះយើងអាចមានពាក្យ add description យើងអាចដាក់ description បាន select audience ហើយនៅក្នុង description ហ្នឹងយើងចង់ដាក់អ្វីដែលយើងរាយរាប់នៅក្នុងហ្នឹងមកយើងដាក់ឲ្យរួចរាល់ហើយបន្ទាប់មកយើងមើលនៅខាងក្រោមគេបងអស់នៅខាងស្ដាំដៃយើងចុចពាក្យថា upload short ពេលដែលយើង upload short រួចហើយវានឹងបង្ហាញកន្លែងនៅកន្លែងវីដេអូនេះយើងដាក់ preparing 100% វានឹង sending file ឲ្យគ្រប់ 100% ទៅពេលដែលគ្រប់ 100% រួចរាល់ហើយយើងនឹងបាន thumbnail មួយយកមកប្រើប្រាស់ត្រង់កន្លែងនេះវាបាន 100% ហើយតែវាមិនឃើញនៅ thumbnail ទេអញ្ចឹងយើងចុច tray 3ហើយបន្ទាប់មកយើងចុចពាក្យថា edit យើងចុចសញ្ញាកន្លែងមានខ្មៅដៃយើងចុចកន្លែងហ្នឹងមកគឺយើង scroll វាត្រាក់ចុះត្រាក់ឡើងដើម្បីឲ្យឃើញនៅរូប thumbnail ដែលយើងពេញចិត្តនៅពេលដែលយើងពេញចិត្តរួចហើយយើងចុចសញ្ញា tick នៅខាងស្ដាំដៃនៅខាងលើយើងចុចមកហើយយើងចុចពាក្យថា save ពេលដែលយើង save រួចរាល់ហើយវានឹងលេច thumbnail អ្វីដែលយើងរើសនោះពីដំបូងនោះនឹងលេចចេញមកដូចនេះតែម្ដងបាទបងប្អូនសាកចុចវីដេអូមើលសាកទៅវានឹងឃើញ thumbnail នឹងលូតអញ្ចឹងតែម្ដងបាទហើយនៅក្នុងវីដេអូនេះខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងពេញចិត្តនៅវីដេអូនេះហើយបើសិនជាបងប្អូនមានចម្ងល់អ្វីអាច comment សួរខ្ញុំបានជាចុងក្រោយសូមបងប្អូនទាំងអស់គ្នាជួយ like comment share subscribe for more